ចុះថ្ងៃនោះនាងមិនបានត្រូវគេចាប់ខ្លួនទេមែនទេមិនអីទេប្តីខ្ញុំមកទទួលខ្ញុំតាអូមិនអីក៏ល្អហើយខ្ញុំបានស៊ើបសួររួចហើយធ្វើត្បិតតែពួកយើងបាត់បង់ឱកាសនៅរោងចក្រអេឡិចត្រូនិកប៉ុន្តែឥឡូវមានកន្លែងមួយទៀតត្រូវការកម្មករ2នាក់ពួកយើងអាចទៅធ្វើការជាមួយគ្នាបានបើចង់ទៅអ្នកទៅតែម្នាក់ឯងទៅខ្ញុំត្រូវនៅទីនេះមីមីនាងនៅខាងខ្ញុំឆែនខ្ញុំបោះបង់នាងចោលការនោះទៀតមែនទេលែងដៃដកដៃស្អុយរបស់អ្នកចេញទៅកុំឲ្យខ្ញុំខឹងងាយសោះខ្ញុំយល់ច្បាស់ហើយអ្នកឯងចង់យករឿងការងារនៅរោងចក្រមកបោះខ្ញុំចេញមកថ្ងៃនេះខ្ញុំមកប្រាប់អ្នកថាថ្ងៃក្រោយកុំមកជួបខ្ញុំទៀតអ៊ីសោះមីមីគ្រួសារនាងលំបាកខ្លាំងណាស់តើមែនទេនាងមិនចង់រកប្រាក់ជួយគ្រួសារទេអីបើនាងមិនទៅជាមួយខ្ញុំទេតើប្អូននិងម៉ាក់នាងត្រូវធ្វើម៉េចទៅប្រភពដើមនៃការដែលគេមកភៀកខាងត្បូងគឺបែបនេះសោះចាំបាច់អ្នកមកខ្វល់ធ្វើអីខ្ញុំនៅទីនេះក៏អាចរកលុយបានដែរបើនាងមិនទៅជាមួយខ្ញុំទេតើខ្ញុំទៅប្រាប់ពួកគាត់យ៉ាងម៉េចអូយអូសង្ហាខ្លាំងណាស់មិនដឹងជាគាត់មានសង្សារនៅទេបងស្រីចូលទៅក្នុងផ្ទះវិញទៅកុំមកធ្វើឲ្យខ្មាស់គេនៅទីនេះក្លិននេះក្រអូបឆ្ងាញ់ណាស់បងស្រីមើលនោះល្អណាស់ណែហ៊ានស៊ីដាច់ប្រាក់សន្សំគ្រានាំគ្នាស្លាប់របស់ពួកយើងមកបើកខាងធំដុំយ៉ាងនេះផងថាហើយថាហេតុអ្វីបានជាឯងឡើងបុណ្យសាក់លឿនម្លេះនោះជាប្រាក់សន្សំគ្រាស្លាប់របស់ពុកម៉ែនោះជាលុយដែលពុកម៉ែលោកកូនស្រីសោះគឺខ្ញុំយកប្រាក់លោកខ្លួនឯងមកដោះដូរយកហាងមួយនេះប្អូនប្រុសឯងត្រូវជាប់គុក15ឆ្នាំដល់ពេលវាចេញមកវិញអាយុជាង30ឆ្នាំបាត់ទៅហើយឯងដាច់ចិត្តមើលនឹងភ្នែកកើតឬអូហូស្ដាប់ចុះនិយាយឡើងដូចជាមានវិបដិសារីខ្លាំងណាស់បើពុកម៉ែមិនដាច់ចិត្តក៏មិនអាចទៅជាប់គុកជំនួសវាបានដែរគឺយ៉ាងនេះលោកមីអញមានខ្សែស្រឡាយនៅប៉ុស្តិ៍ប៉ូលីសឲ្យតែមានលុយ 10000 គឺអាចធានាប្អូនឯងចេញមកវិញបានហើយត្រូវហើយអញរកស៊ីដាច់យ៉ាងនេះរកប្រាក់បានច្រើនណាស់ប្រាក់តែ 10000 ប៉ុណ្ណោះមិនជាបញ្ហាសម្រាប់ឯងទេប្អូនប្រុសឯងជាប្រុសតែម្នាក់ក្នុងគ្រួសារជាបង្អែកតែមួយគត់ប្រាក់លោកខ្លួនខ្ញុំបានតែ 8000 តែដើម្បីដោះដូរសេរីភាព15ឆ្នាំរបស់វាបែរជាត្រូវចំណាយដល់ទៅ 10000 នេះគឺជាបង្អែកគឺជារបាំងថ្មសង្កត់មនុស្សឲ្យស្លាប់ច្បាស់ណាស់និយាយរួមគឺគ្មានលុយទេប្អូនប្រុសឯងត្រូវ